ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាឱសថបន្សាបនៅអំពើដោយមិនដឹងមូលហេតុពុកម៉ែបងប្អូនមិនថាអំពើចាមឬក៏អំពើខ្មែរទេពុកម៉ែបងប្អូនណាថ្នាំនេះគឺបន្សាបបានតែអំពើទេក្រៅពីអំពើគឺមិនអាចបន្សាបបានទេពុកម៉ែបងប្អូនណាពេលពុកម៉ែបងប្អូនទៅពេទ្យហើយពេទ្យឆ្លុះហើយពិនិត្យថាមិនឃើញឈឺអ្វីទេពុកម៉ែបងប្អូនអាចសាកល្បងទៅរកគ្រូខ្មែរដើម្បីឲ្យគ្រូខ្មែរជួយមើលបានពុកម៉ែបងប្អូនឬក៏ពុកម៉ែបងប្អូនអាចធ្វើថ្នាំនឹងញ៉ាំនៅផ្ទះខ្លួនឯងសិនបានក៏បានដែរចាំឲ្យគ្រូខ្មែរពិនិត្យម្ដងទៀតមុននឹងពុកម៉ែបងប្អូនញ៉ាំហើយពុកម៉ែបងប្អូនណាហ្នឹងហើយថ្នាំនោះគឺជាថ្នាំងាយទេពុកម៉ែបងប្អូនអត់ពិបាករកទេពុកម៉ែបងប្អូនណាហ្នឹងហើយថ្នាំនេះគឺមានបាទវត្ថុធាតុដើមហ្នឹងគឺអង្ករដំណើបកន្លះកំប៉ុងសណ្ដែកខៀវកន្លះកំប៉ុងសាច់ជ្រូក2ខាំឬក៏ពុកម៉ែបងប្អូនដាក់1ខាំឬក៏1ខាំកន្លះក៏បានដែរតាមពុកម៉ែបងប្អូនជាអ្នកប្រើប្រាស់ពុកម៉ែបងប្អូនណាហ្នឹងហើយបន្ទាប់មកពុកម៉ែបងប្អូនមានស្ករពាងដាក់ស្ករពាងកន្លះឡាព្រាហើយអំបិលបន្តិចពុកម៉ែបងប្អូនណាកុំឲ្យសាពេកកុំឲ្យប្រៃពេកបន្ទាប់មកពុកម៉ែបងប្អូនលាងសាច់ជ្រូកឲ្យស្អាតហាន់ជាចំណិតតូចហើយយកទៅបបរជាមួយនឹងអង្ករដំណើបជាមួយនឹងសណ្ដែកខៀវពុកម៉ែបងប្អូនបបរដាក់ឲ្យផុយហើយពុកម៉ែបងប្អូនដាក់ស្ករពាងហើយនឹងអំបិលចូលពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនធ្វើរបៀបនេះញ៉ាំបាទចំនួនពី3ទៅ4ថ្ងៃពុកម៉ែបងប្អូនឲ្យជាប់គ្នាមួយថ្ងៃយើងញ៉ាំ2ឬក៏3ដងទៅតាមយើងបាទជាអ្នកចំណូលពុកម៉ែបងប្អូនណាធ្វើរបៀបនេះហើយពុកម៉ែបងប្អូនចាំបាទទៅបន្សាបជាមួយនឹងគ្រូដែលចេះព្យាបាលនឹងដោះនៅអំពើពោះធំនេះពុកម៉ែបងប្អូនហើយឬក៏រកថ្នាំបន្សាបដែលអាចបន្សាបជាមួយនឹងជំងឺពោះធំនេះដែលខ្ញុំបានបង្ហាត់បង្ហាញរួចហើយពុកម៉ែបងប្អូនណាមានដើមវាយវัวបកពាយឬក៏ដើមបាក់ដងអីហ្នឹងពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនបន្ទាប់ពីប្រើនៅអាហារដែលខ្ញុំបានប្រាប់នេះហើយយើងប្រើថ្នាំនៅបន្តទៅបន្ទាប់មកវានឹងបានធូរហើយនឹងបានជាហងពុកម៉ែបងប្អូនណាហ្នឹងហើយប៉ុន្តែទោះតែពុកម៉ែបងប្អូនញ៉ាំឲ្យជាប់គ្នាកុំឲ្យដាច់ណាពុកម៉ែបងប្អូនណាបើថា3ថ្ងៃគឺយើងញ៉ាំ3ថ្ងៃឲ្យជាប់គ្នាបើ4ថ្ងៃគឺយើងញ៉ាំ4ថ្ងៃឲ្យជាប់គ្នាពុកម៉ែបងប្អូនណាបន្ទាប់មកចាំយើងញ៉ាំថ្នាំឫសឈើបន្ថែមបាទចំនួន1អាទិត្យទៀតទៅនឹងបានជាហងពុកម៉ែបងប្អូនណាហ្នឹងហើយចំពោះថ្នាំនេះគឺងាយស្រួលរកទេពុកម៉ែបងប្អូនណាมันពិបាករកទេពុកម៉ែបងប្អូនណាយើងរកនៅផ្សារបាទមានដែរពុកម៉ែបងប្អូនណាសាច់ជ្រូកអង្គដំណើបសណ្ដែកខៀវអីគឺมันពិបាករកទេពុកម៉ែបងប្អូនណាហ្នឹងហើយបើសិនតែថ្នាំឫសឈើគឺយើងទាល់តែស្គាល់នៅដើមរុក្ខជាតិទាំងអស់ហ្នឹងបានយើងយកមកប្រើការជាឱសថសម្រាប់ព្យាបាលនៅជំងឺបាទដោះអំពើនឹងបានពុកម៉ែបងប្អូនណាហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចេះនឹងចាំរាល់វីដេអូដែលខ្ញុំបានបង្ហាញនៅប្រភេទថ្នាំឱសថនីមួយយកទៅព្យាបាលនៅជំងឺអរគុណ